សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទលើកអត្ថបទមួយដែលយើងអាចសិក្សាបាននៅចន្លោះថ្នាក់ទី9ដល់ទី12នោះគឺរឿងភូមិដេរឆានប្រភពរឿងនេះអ្នកនិពន្ធបានប្រមូលឯកសារចងក្រងក្រដាស់នៅឆ្នាំ1964ដល់1965តែកលៈទេសៈពេលនោះពុំទាន់មានអំណោយផលអាចបោះពុម្ពបានអ្នកនិពន្ធរងចាំដល់ឆ្នាំ1971ទើបបោះពុម្ពផ្សាយអ្នកនិពន្ធបានដើរប្រមូលយកព័ត៌មានពីប្រជារាស្ត្រមានវ័យចំណាស់ដែលធ្លាប់ដឹងរឿងរ៉ាវនៅភូមិក្រាំងលាវហើយអ្នកនិពន្ធបានខំស្រាវជ្រាវរកលិខិតនិងសេចក្តីសម្រេចផលផ្សេងពេលនោះមកធ្វើជាឯកសារសម្រាប់សរសេរហើយអ្នកនិពន្ធនៅក្នុងរឿងនោះមានដូចជាលោកដឹកគៀមនិងលោកដៀកអ៊ុំដែលជាចលនាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីគំនិតជឿនលឿនដែលមានឥទ្ធិពលមនោគមវិជ្ជាជឿនលឿនក្នុងសម័យសង្គមរាស្ត្រនិយមព្រោះដំណើររឿងបំផុសពីចលនាតស៊ូប្រឆាំងនឹងបរទេសដើម្បីបូរណភាពទឹកដីរបស់ខ្លួននិងសង្គមបរិយាកាសផងដែរសម័យកាលនោះរឿងនេះកើតឡើងនៅឆ្នាំ1925ក្រោយពីការច្រូតកាត់នឹងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រជារាស្ត្រខ្មែរទង្វើនេះបានធ្វើឲ្យចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែងជាពិសេសព្រឹត្តិការណ៍ថ្ងៃទី18មេសាឆ្នាំ1925ក្នុងនោះខ្ញុំនឹងសង្ខេបរឿងនោះជាផងដែរជារឿងខ្លីៗចាប់ផ្ដើមឡើងសង្គ្រាមលោកលើកទី1បានផ្ទុះកើតឡើងក្នុងឆ្នាំ1914ដល់1919ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកេងឲ្យទៅច្បាំងប្រឆាំងនឹងពួកផាស៊ីសអាល្លឺម៉ង់ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀងរាល់ខែធ្វើឲ្យប្រជារាស្ត្រខ្មែរមានការក្តៅក្រហាយយ៉ាងខ្លាំងប្រជារាស្ត្រនៅស្រុកមុខកំពូលចំនួន 3000 នាក់បានធ្វើបាតុកម្មធ្វើញាតិសុំឲ្យស្ដេចស៊ីសវ័តជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះសូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្ជ្រោលខ្លាំងដែរដូចជាមានរន្ទះបាញ់ចែដីព្រះវិហារព្រះកែវមរកតខាងត្បូងនិងផ្កាយដុះកន្ទុយជាដើមនៅខេត្តកំពង់ឆ្នាំងក៏ដូចនៅខេត្តដទៃទៀតដែរប្រជារាស្ត្រមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារមួយត្រូវព្រាត់ប្រាសប្រពន្ធកូននាងពុំដែលជាប្រពន្ធសវណ្ណត្រូវបានដោយសារជំងឺខ្វះថវិកាព្យាបាលចំណែកសវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយមិនបានរៀបការតាមប្រពៃណីជាតិរបស់ខ្លួនការដំឡើងពន្ធដារនៅខេត្តកំពង់ឆ្នាំងដោយសារការគាំទ្រនឹងអំពើជិះជាន់សង្កត់សង្កិនរបស់រាជការបារាំងសេះប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់2នាក់ឈ្មោះជួននិងនៅបានធ្វើគម្រោងរៀបចំសម្រាប់លោករេស៊ីដង់បាដេសដែលអនុវត្តអំពើប្រៃផ្សៃយងខ្នងនៅពេលដែលពួកគេចុះទារពន្ធដារចលនារបស់ជួននឹងនៅក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន20នាក់ទៀតនៅភូមិដើមអំពិលមេឃុំប៉ាល់បានក្តាប់អំពីរបាយការណ៍ជីវភាពរស់នៅប្រជារាស្ត្រនៅក្នុងភូមិគួបផ្សំនឹងការលំបាកក្នុងការទាមទារពន្ធដារក៏សុំថ្នាក់លើលោកលែងដើម្បីយករួចខ្លួនរ៉េស៊ីដង់បាដេសបានចេញទារពន្ធដារដោយខ្លួនឯងលុះដល់ថ្ងៃទី18មេសាឆ្នាំ1925ការទារពន្ធដារបានមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយរ៉េស៊ីដង់បាដេសកងអង្គរៈសន្តិសុខឈ្មោះឡាចដែលអ្នកបកប្រែម្នាក់ឈ្មោះសួននិងអ្នកដាំស្លម្នាក់ពេលនោះបាដេសបានទំនាក់ទំនងជាមួយនាងនីនាងប៊ីក្នុងសភាពការនេះជាឱកាសមួយដែលធ្វើឲ្យអ្នកក្លាហានចេញប្រយុទ្ធសម្រាប់រ៉េស៊ីដង់បាដេសដោយឥតញញើតដៃក្នុងការនោះនៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំងក្រោយពេលបានសម្លាប់លោកបាដេសនិងសហការីរួចមកក្រុមអ្នកក្លាហានមានបំណងចេញទៅ
ក្នុងទៅក្នុងកំពង់ឆ្នាំងទៀតប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់បានស្លាប់ខ្លះរត់ចូលព្រៃនៅក្នុងព្រំត្រពាំងស្រែអ្នកក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះមាននៅរីឯជួនត្រូវគេចាប់ខ្លួនទៅដាក់គុកនៅកោះត្រឡាចចំណែកប្រជាជនត្រូវរត់ចោលភូមិឋានរស់នៅក្នុងព្រៃរឿងសម្រាប់បាដេសធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កុងស៊ីសេនាធិបតីអាណានិគមនិយមបារាំងព្រះបាទស៊ីសុវត្ថិបានចេញសេចក្តីប្រកាសមួយឲ្យបដូរពីភូមិក្រាំងរាវនៅទៅជាភូមិដេរឆាតអស់រយៈពេលជាង10ឆ្នាំព្រមទាំងឲ្យសាងសង់ចេតិយព្រះកែវមរកតនិងធ្វើបុណ្យនៅថ្ងៃ18មេសាជារៀងរាល់ឆ្នាំជាទីបញ្ចប់ទាហានបានគៀអ្នកស្រុកឲ្យរស់នៅក្នុងភូមិផ្ទះសម្បែងរបស់ខ្លួនវិញចំណែកសវណ្ណនិងនាងតន់ក៏បានរួមរស់ជាមួយគ្នាជារៀងរហូតមកហើយអ្នកខ្លះទៀតក៏បានវិលត្រឡប់មកជួបជុំប្រពន្ធកូនវិញប្រធានរឿងគឺគេនិយាយអំពីទុក្ខវេទនារបស់ប្រជាជនខ្មែរនាសម័យបារាំងដែលពួកគេបានគៀបសង្កត់ជាខ្លាំងដោយការទារពន្ធដារជាដើមអញ្ចឹងព្រោះថាពួកបារាំងបានគៀបសង្កត់ប្រទេសយើងរយៈពេលប្រមាណជាង90ឆ្នាំឯជាមូលបញ្ហាសំខាន់នោះវិញគឺបារាំងដំឡើងពន្ធដារកាន់តែខ្ពស់ចាប់ប្រជាជនដាក់ខ្នោះមួយទៀតនឹងគ្រោះរាំងស្ងួតរាសធ្វើស្រែមិនបានការងើបបះបោប្រឆាំងនឹងពីបារាំងដោយក្រុមតស៊ូចលនាខ្មែរដែលដឹកនាំដោយជួននិងនៅដែលជាមេដឹកនាំព្រមទាំងទាហានទាមទារសិទ្ធិសេរីភាពផងដែរនឹងការបដូរឈ្មោះពីភូមិក្រាំងលាវទៅនឹងភូមិដេរឆានផងដែរនេះក្នុងគឺជារឿងអត្ថបទខ្លីៗដែលបានដកស្រង់ចេញពីសៀវភៅរឿងដែលគេនិយាយអំពីសម័យអាណានិគមនិយមបារាំងក្នុងរឿងភូមិដេរឆានដែលជាការចលនាតស៊ូរបស់ប្រជាជនខ្មែរដូចជាជួននឹងនៅអ្នកក្លាហាន20នាក់ផងដែរដើម្បីទាមទារនៅសេរីភាពនិងរើបំរាស់ចេញពីការគៀបសង្កត់ទារពន្ធដារពីពួកបារាំងនេះជាអត្ថបទខ្លីៗផងដែរនិងចុងក្រោយសូមឲ្យបងប្អូនជួយចុច like ហើយ subscribe ម្នាក់មួយដើម្បីឲ្យជាកម្លាំងចិត្តខ្ញុំនឹងធ្វើវីដេអូក្រោយទៀតទាក់ទងទៅនឹងរឿងអក្សរសិល្ប៍ដែលទាក់ទងនឹងការតែងសេចក្តីផងដែរនិងមានជាច្រើនទៀតសូមអរគុណ